សួស្តីប្រិយមិត្តទាំងអស់គ្នានៅពេលយប់ស្ងាត់បើលោកអ្នកឮសំឡេងសោយគ្រលួយឬឃើញស្រមោលអណ្ដែតកាត់ដើមឈើតើលោកអ្នកនឹកឃើញដល់អ្វីមុនគេក្នុងវប្បធម៌ខ្មែរពាក្យថាព្រាយមិនមែនគ្រាន់តែជាពាក្យសម្រាប់បន្លាចក្មេងនោះទេប៉ុន្តែវាគឺជាផ្នែកមួយនៃជំនឿអរូបីដែលចាក់ឫសយ៉ាងជ្រៅថ្ងៃនេះយើងនឹងមកវែកញែកឲ្យដឹងថាតើព្រាយជាអ្វីមានប៉ុន្មានប្រភេទហើយហេតុអ្វីបានជាខ្មែរយើងខ្លាចព្រាយជាងខ្មែរធម្មតាតើអ្វីទៅជាព្រាយតាមជំនឿខ្មែរព្រាយខុសពីខ្មោចធម្មតាខ្មោចគឺជាវិញ្ញាណអ្នកស្លាប់ដែលរង់ចាំទៅចាប់ជាតិឬមកសួរសុខទុក្ខកូនចៅប៉ុន្តែព្រាយគឺជាវិញ្ញាណដែលមានកម្លាំងខ្លាំងភាគច្រើនកើតចេញពីមនុស្សដែលស្លាប់ទាំងមិនអស់ចិត្តស្លាប់ដោយអយុត្តិធម៌ឬស្លាប់ក្នុងស្ថានភាពអាសន្នព្រាយច្រើនតែជារូបភាពតំណាងឲ្យវិញ្ញាណស្រីៗហេតុអ្វីព្រោះកាលពីសម័យដើមមនុស្សស្រីដែលស្លាប់ក្នុងពេលសម្រាលកូនត្រូវបានគេជឿថាคล้ายជាវិញ្ញាណដែលកាចសាហាវបំផុតដែលសារតែការចង់អាឃាតនិងសេចក្តីស្រឡាញ់ដែលមិនទាន់ចាប់ចំពោះកូនប្រភេទព្រាយដែលល្បីៗក្នុងជំនឿខ្មែរព្រាយក្រឡាភ្លើងជាវិញ្ញាណដែលស្លាប់ពេលសម្រាលកូនគេជឿថាវាចូលចិត្តឡងញាក់ដែលចិត្តសម្រាលដូចគ្នាឬចូលចិត្តដើររកស៊ីរបស់ឆៅព្រាយដើមចេកឬព្រាយដើមចេកជ្វែវិញ្ញាណដែលសន្តាត់ក្នុងដើមចេកតាមដំណើរវាតែងតែបង្ហាញខ្លួនជាស្រីស្អាតដើម្បីមកលបួងបរោះព្រាយសំពងឆក់ធំវិញ្ញាណនៅតាមដើមឈើធំដូចជាដើមជ្រៃឬដើមផូពួកវាមានឫទ្ធិអំណាចខ្លាំងអាចធ្វើឲ្យមនុស្សឈឺបានប្រសិនបើទៅប្រមាថដីធ្លីព្រាយក្បាល8ជឿថាជាព្រាយដែលចេញពីមុនអាគមបំរើម្ចាស់ដែលចិញ្ចឹមវាឥទ្ធិពលនៃព្រាយក្នុងសង្គមនិងការការពារមិនមែនតែមានការបំភ័យទេជំនឿលើព្រាយបានបង្កើតឲ្យមានទំនៀមទម្លាប់ការពារខ្លួនកាលពីមុនពេលមានស្ត្រីឆ្លងទន្លេគេច្រើនយកបន្លាដាក់ក្រោមផ្ទះឬយកកំបោរគប់សញ្ញាលើជញ្ជាំងដើម្បីការពារព្រាយកុំឲ្យមកបៀតបៀនការយល់ឃើញពីព្រាយក៏ជាមធ្យោបាយមួយដើម្បីពង្រឹងសីលធម៌ដែរឧទាហរណ៍ការបំភ័យពីព្រាយដើមចេកឬព្រាយសីគឺដើម្បីកុំឲ្យយុវជនដើរយប់ព្រងើយកន្តើយឬកុំឲ្យមនុស្សទៅបំផ្លាញធម្មជាតិនិងដើមឈើធំការបកស្រាយតាមបែបវិទ្យាសាស្ត្រនិងចិត្តវិទ្យាចុះមកដល់សម័យបច្ចេកវិទ្យានេះតើព្រាយពិតជាមានមែនទេបើតាមចិត្តវិទ្យាការឃើញព្រាយជារឿយៗកើតចេញពីការយល់សប្តិទាំងភ្ញាក់ឬការភ័យខ្លាចដែលដោះកកង់ចិត្ត anxiety កាលណាខួរក្បាលយើងភ័យខ្លាចខ្លាំងហើយយើងស្ថិតក្នុងទីងងឹតភ្នែករបស់យើងនឹងព្យាយាមបកស្រាយរូបភាពដែលមិនច្បាស់លាស់ឲ្យទៅជារូបរាងដែលយើងធ្លាប់ដឹងឮពីមុនមកហើយម្យ៉ាងវិញទៀតសំឡេងដែលគេថាជាព្រាយសោយអាចគ្រាន់តែជាសំឡេងសត្វបកាក់យប់ឬសំឡេងខ្យល់កកិតនឹងមេឃឈឺប៉ុន្តែទោះបីជាវិទ្យាសាស្ត្របកស្រាយយ៉ាងណាក៏សេចក្តីប្រុងប្រយ័ត្ននិងការគោរពចំពោះអ្វីដែលយើងមើលមិនឃើញនៅតែមានតម្លៃក្នុងសង្គមខ្មែរសរុបមកព្រាយគឺជាផ្នែកមួយនៃរឿងនិទានប្រជាប្រិយនិងជំនឿដែលឆ្លុះបញ្ចាំងពីការភ័យខ្លាចរបស់មនុស្សចំពោះសេចក្តីស្លាប់និងធម្មជាតិមិនថាអ្នកជឿឬមិនជឿការយល់ដឹងពីប្រភេទព្រាយជួយឲ្យយើងស្វែងរកកាន់តែច្បាស់ពីមនោសញ្ចេតនានិងផ្នត់គំនិតដូនតាយើងសូមអរគុណសម្រាប់ការតាមដានចុះប្រិយមិត្តវិញតើធ្លាប់មានបទពិសោធន៍ឬរឿងរ៉ាវប្លែកៗទាក់ទងនឹងព្រាយដែរទេកុំភ្លេចចែករំលែកនៅក្នុង comment ខាងក្រោម